ថៃបានប្រកាសផ្ដាច់អ៊ីនធឺណិតផ្ដាច់ភ្លើងពីកម្ពុជាពាក្យនេះស្ដាប់ទៅដូចជាលយខ្លាំងណាស់ចុះផ្ដាច់ហើយមិននៅភ្លឺដែរចឹងវ៉េអូភ្លេចថាកម្ពុជាអត់ដូចមុនសូមស្វែងយល់ពីកម្ពុជាម្ដងទៀតប្រូសម្ដេចតេជោបានបញ្ជាក់យ៉ាងច្បាស់ថាទី1ឈប់ប្រើទំនិញរបស់ថៃដោយប្រើជំនួសនៅទំនិញប្រទេសផ្សេងជាពិសេសគឺទំនិញក្នុងស្រុករបស់យើងសូមជម្រាបថាកម្ពុជាអត់ខាតទេទី2ត្រៀមទិញទំនិញរបស់កសិករដែលធ្លាប់លក់ឲ្យថៃដោយខិតខំរកទីផ្សារនៅក្នុងស្រុកហើយនិងក្រៅស្រុកទី3បង្វែរអ្នកជំងឺដែលធ្លាប់ទៅព្យាបាលនៅប្រទេសថៃមករកមន្ទីរពេទ្យនៅក្នុងស្រុកឬក៏ប្រទេសផ្សេងវិញទី4ត្រៀមទទួលយកនិងដោះស្រាយជូនពលករពីប្រទេសថៃដែលកម្ពុជាកំពុងតែខ្វះកម្លាំងពលកម្មទាំងវិស័យឧស្សាហកម្មវិស័យកសិកម្មនិងសំណង់រាប់សិបម៉ឺនកន្លែងដោយសម្ដេចតេជោបានបញ្ជាក់យ៉ាងច្បាស់ថាបងប្អូនពលករអាចចាក់ចេញមកកម្ពុជាមុនថៃបណ្ដេញចេញដែលពួកយើងកំពុងតែរងការមើលងាយយ៉ាងធ្ងន់ធ្ងរពីតំបន់មួយចំនួនឆ្លើយសឹកមិនត្រូវបានកាត់ទោសទេឆ្លើយសឹកត្រូវបានថែទាំដោយល្អប៉ុន្តែណែឯងដាក់ចង្វាក់ជួនជាតិខ្ញុំទាំងដៃទាំងជើងតាំងពីដើមរហូតមកដល់ពេលនេះបុរសម្នាក់នេះនៅតែមិនចោលប្រជាជនកម្ពុជាសូម្បីតែម្នាក់និងទឹកដីកម្ពុជាសូម្បីតែ1មីលីម៉ែត្រការសំខាន់បំផុតទី5សម្ដេចតេជោបានបញ្ជាក់យ៉ាងម៉ឺងម៉ាត់កងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទត្រូវត្រៀម24ម៉ោងលើ24ម៉ោងដើម្បីវាយបកការពារខ្លួនក្នុងករណីមានការឈ្លានពានទី6បណ្ដាខេត្តនៅជិតព្រំដែនត្រូវត្រៀមជម្លៀសប្រជាជនចេញមកកាន់តំបន់មានសុវត្ថិភាពនិងដោះស្រាយស្បៀងអាហារថ្នាំពេទ្យនិងសម្ភារៈចាំបាច់ផ្សេងទៀតបើថៃមិនធ្វើការដោះស្រាយច្រកព្រំដែនឲ្យវិលមករកភាពប្រក្រតីវិញទេយើងគ្មានជំរើសអ្វីក្រៅពីធ្វើការអស់ទាំងនេះនោះទេសម្ដេចតេជោក៏បានអំពាវនាវដល់ជនរួមជាតិកុំធ្វើអំពើជ្រុលនិយមដូចជាបាតកម្មប្រឆាំងស្ថានទូតថៃក្រុមហ៊ុនថៃនិងជនជាតិថៃនៅកម្ពុជានិងសូមកុំស្អប់ខ្ពើមប្រកាន់ពូជសាសន៍នេះហើយគឺជាទឹកចិត្តដ៏ល្អបំផុតរបស់សម្ដេចតេជោហ៊ុនសែនដែលជាមេទ័ពសង្គ្រាមដ៏ខ្លាំងពូកែដែលកម្ពុជាយើងមិនអាចខ្វះបាន